អ្វីដែលជាគួរឲ្យជារឿងដែលគួរឲ្យអស់សំណើចសម្រាប់តឡាការកម្ពុជានឹងជារឿងដែលគួរឲ្យអាម៉ាស់ណាជារឿងដែលគួរឲ្យអាម៉ាស់ទី1លោករងឈុនអត់ទទួលយកបាននៅសេចក្តីសម្រេចរបស់តឡាការតទៅពឹងតឡាការកម្ពុជាដោយសង្ឃឹមថាតឡាការកម្ពុជានឹងរកយុទ្ធធម៌ឲ្យខ្លួនមិនត្រឹមតែបដិសេធនៅបណ្ដឹងសារទុករបស់លោករងឈុនទេវាមានឆ្លៀតទៅថែមទោសណាមិនឲ្យចូលប្រឡូកនៅក្នុងកិច្ចការងារនយោបាយហ្នឹងវា5ឆ្នាំទៅទៀតណា5ឆ្នាំទៅទៀតណាអានេះតឡាការកម្ពុជានេះពិតជាកម្ពុជាតឡាការមែននៅខ្ញុំសូមសរសើរសូមសរសើរបើអាការបដិសេធនៅបណ្ដឹងសារទុកហ្នឹងអារឿងជារឿងកិច្ចការងារផងតឡាការហើយអានឹងយើងមើលទៅនីតិវិធីច្បាប់ហ្នឹងវាអាចទទួលយកបានហើយបើយើងនិយាយត្រឹមក្របខ័ណ្ឌការអនុវត្តច្បាប់យើងកុំនិយាយពីយើងកុំនិយាយអំពីណាសមាជិកភាពនៃក្រមប្រឹក្សាអង្គជំនុំជម្រះក៏ប៉ុន្តែទៅថែមទោសឆ្លៀតទៅបន្ថែមទោសដោយស្តៀងលោកកឹមសុខាដែរបើយើងពិនិត្យមើលបងប្អូនបើយើងពិនិត្យមើលរដ្ឋធម្មនុញ្ញមាត្រា8តួនាទីរបស់តុលាការគឺការពារសិទ្ធិរបស់ពលរដ្ឋហើយអង្គព្រះមហាក្សត្រគឺជាអ្នកធានានៅសិទ្ធិទាំងអស់នោះក៏ប៉ុន្តែបើយើងពិនិត្យមើលណាបែរជាតុលាការកម្ពុជាប្រើប្រាស់តួនាទីរបស់ខ្លួននៅក្នុងការដកសិទ្ធិពលរដ្ឋទៅវិញឲ្យយើងសង្ឃឹមអីបើនិយាយពីប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាអ្នកដែលធានាយុត្តិធម៌អ្នកដែលធានាឬការពារសិទ្ធិរបស់ពលរដ្ឋតាមរយៈប្រព័ន្ធច្បាប់យើងមានពឹងតុលាការហ្នឹង3ថ្នាក់3ស្ថាប័នហ្នឹងហើយបើមិនសាលាដំបងទេក៏តុលាការបន្តបើមិនបន្តទេក៏តុលាការកម្ពុជាប៉ុន្តែ3ស្ថាប័ននេះមនុស្សនៅក្នុងហ្នឹងទាំងចៅក្រមក៏ដោយទាំងអីក៏ដោយភាគច្រើនជាសមាជិករបស់គណៈបកប្រជាជនហើយបច្ចុប្បន្ននេះយើងឃើញហើយណាលោកជីវកេងដែលជាប្រធានតុលាការកម្ពុជានេះជាសមាជិកអចិន្ត្រៃយ៍របស់គណៈបកប្រជាជនហើយយើងទៅស្វែងរកយុទ្ធធម៌យ៉ាងម៉េចជាពិសេសអ្នកនយោបាយដែលត្រូវបានគេចោទក្បត់ជាតិគេចោទផ្ដួលរំលំរដ្ឋាភិបាលអីណាយើងទៅរកយុទ្ធធម៌ហ្មងបើសិនជាសាលាដំបងកាត់សេចក្តីយើងមិនពេញចិត្តទៅអូតូយើងមិនពេញចិត្តទៅកពូលហើយកពូលប្រធានតុលាការកពូលហ្នឹងជាសមាជិកអចិន្ត្រៃយ៍របស់គណៈបកប្រជាជនយើងទៅរកយុទ្ធធម៌យ៉ាងម៉េចទៅបើប្រធានតុលាការកពូលជាសមាជិករបស់គណៈបកនយោបាយដែរហ្នឹងហើយទៅកាត់សេចក្តីជាមួយនឹងគណៈបកនយោបាយផ្សេង